វត្តមិនធម្មតាមុនក្រុមមកុដ MCC 2025 ផនស្រីពីរមានបទពិសោធន៍ប្រកួតប្រជែងមិនតិចដងទាំងឆាកជាតិនិងអន្តរជាតិប៉ុន្មានថ្ងៃកន្លងទៅមហាជនអ្នកគ្រប់គ្រងវិស័យបវរកញ្ញាជាពិសេសអ្នកតាមដានកម្មវិធី Miss Cosmo Cambodia បានជ្រាបហើយថាកម្មវិធីបានរកឃើញនូវម្ចាស់ជ័យលាភីក្រុមមកុដថ្មី Miss Cosmo Cambodia 2025 ដែលបានទៅលើបវរកញ្ញាផនស្រីពីរចំពោះម្ចាស់ជ័យលាភីក្រុមមកុដថ្មី MCC 2025 នេះកញ្ញាផនស្រីពីរក៏ត្រូវបានមហាជនអ្នកគ្រប់គ្រងវិស័យបវរកញ្ញាជាច្រើនចែករំលែកបង្ហាញការអបអរដោយក្តីពេញចិត្តជាខ្លាំងព្រោះមកឃើញពីភាពលេចធ្លោរបស់នាងទាំងសមត្ថភាពនិងចំណេះដឹងស័ក្តិសមបំផុតតំណាងឲ្យកម្ពុជាឈរលើឆាកអន្តរជាតិ Miss Cosmo 2025 ខាងមុខយ៉ាងណាមិញមុននឹងជោគជ័យក្រុមមកុដ Miss Cosmo Cambodia 2025 នេះផនស្រីពីរត្រូវបានគេដឹងថានាងក៏ធ្លាប់ឆ្លងកាត់ការប្រកួតប្រជែងនិងមានបទពិសោធន៍ច្រើនគួរសមដែរក្នុងវិស័យបវរកញ្ញាទាំងឆាកជាតិនិងអន្តរជាតិក្នុងនោះផនស្រីពីរបានចាប់ផ្ដើមក្តីស្រមៃក្នុងវិស័យនេះតាំងពីឆ្នាំ 2018 ដែលបានប្រកួតកម្មវិធី Mr and Miss Cambodia Korawin 2018 និងឆ្នាំ 2019 នាងក៏បន្តចូលប្រកួត Fresh Girl and Boy ដោយទទួលបានចំណាត់ថ្នាក់ Top 10 មកដល់ឆ្នាំ 2024 នាងបានប្រកួតឈ្នះមកុដ Miss Grand កំពង់ចាម 2024 និងទទួលបានជ័យលាភីលំដាប់រងទី 5 នៃ Miss Grand Cambodia 2024 លើសពីនេះផនស្រីពីរក៏ត្រូវបានជ្រើសរើសក្លាយជា Miss Intercontinental Cambodia 2024 តំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិនៅឯប្រទេសអេស៊ីបហើយការប្រកួតលើឆាកអន្តរជាតិនេះស្រីពីរទទួលបានលទ្ធផលដ៏ល្អឈានចូលដល់ Top 22 នៃកម្មវិធី Miss Intercontinental 2024 ទៀតផង